បើប៉ាម៉ាក់មិនចង់ឲ្យកូនមានសម្ពាធផ្លូវចិត្តសូមកំប្រើពាក្យ4គ្រានេះ 1. ការប្រៀបធៀបប៉ាម៉ាក់មួយចំនួនខ្ញុំសង្កេតឃើញថាចូលចិត្តប្រៀបធៀបកូនរបស់យើងជាមួយនឹងកូនអ្នកដទៃដូចជាហេតុអីបានកូនមិនប៉ាកែដូចគេហេតុអីកូនមិនឆ្លាតដូចគេហេតុអីកូនយើងក៏មិនល្អដូចកូនគេចឹងការប្រៀបធៀបរបស់ប៉ាម៉ាក់ធ្វើឲ្យកូនខ្វះទំនុកចិត្តធ្វើឲ្យកូនស្អប់ខ្លួនឯងនិងឈានទៅដល់ការដាក់សម្ពាធផ្លូវចិត្តផ្សេងៗ 2. បដិសេធអារម្មណ៍កូនពេលដែលកូនបង្ហាញអារម្មណ៍មិនសប្បាយចិត្តឬក៏ពេលដែលកូនយំប៉ាម៉ាក់តែងតែនិយាយថាយំទៅអីកុំយំនិងពេលខ្លះទៀតគឺពេលដែលកូនធ្វើអីមិនទាន់បានល្អប៉ាម៉ាក់តែងតែនិយាយថាគ្រាន់តែប៉ុណ្្នឹងធ្វើមិនកើតដែរអញ្ចឹងសកម្មភាពដែលប៉ាម៉ាក់បាននិយាយជាមួយកូនធ្វើឲ្យកូនមានអារម្មណ៍មានសម្ពាធបាក់ទឹកចិត្តនិងឈានដល់ការលាក់អារម្មណ៍នៅថ្ងៃក្រោយ 3. គម្រាមកំហែងនិងដាក់លក្ខខណ្ឌពេលដែលប៉ាម៉ាក់ចង់ឲ្យកូនធ្វើអ្វីមួយកូនធ្វើមិនបានប៉ាម៉ាក់តែងតែគម្រាមកូនថាឈប់ស្រឡាញ់កូនឬក៏ឈប់ទិញរបស់របរឲ្យកូនចឹងពាក្យសម្ដីដែលប៉ាម៉ាក់និយាយជាមួយកូនធ្វើឲ្យកូនមានអារម្មណ៍ថាប៉ាម៉ាក់ស្រឡាញ់កូនមិនស្មោះត្រង់ការស្រឡាញ់ត្រូវមានលក្ខខណ្ឌចឹងធ្វើឲ្យកូនបាត់ភាពជាខ្លួនឯង 4. រងចាំដាក់ទោសពេលដែលកូនធ្វើខុសប៉ាម៉ាក់អត់បានកែតម្រូវភ្លាមទេតែចូលចិត្តនិយាយថាចាំមើលតែដល់ផ្ទះដឹងគ្នាហើយពាក្យដែលប៉ាម៉ាក់និយាយគឺជាពាក្យដែលធ្វើឲ្យកូនភ័យខ្លាចធ្វើឲ្យកូនថប់អារម្មណ៍ហើយគិតថាខ្លួនមានកំហុសហើយរស់នៅពោពេញទៅដោយភាពភ័យខ្លាច